ជំរាបសួរបងប្អូនគ្នាសុខសប្បាយចិត្តអត់ចា៎ថ្ងៃនេះជួបតែគូវីដេអូទៅនេះគូវីដេអូមានមេរៀនមួយដែលយើងមកចែករំលែកតទៅនឹងអក្សររំលោភមេរបនចា៎តែញ៉ាំទំពាំងអាចសាបថ្នាំរំលោភដែរឬទេចង់ដឹងអត់បើចង់ដឹងកុំភ្លេចតាមដានឲ្យចប់ទាំងអស់គ្នាណាចា៎នេះអញ្ចឹងបងប្អូនដឹងហើយថាតទៅនឹងថ្នាំរំលោភគឺត្រូវការមានការប្រឹក្សាច្បាស់លាស់មកប្រើប្រាស់បើសិនជាយើងប្រើប្រាស់បានត្រឹមត្រូវទេអាចនឹងអត់ធ្លាក់ទេចា៎ហ្នឹងហើយអញ្ចឹងមេរបនគឺជាអក្សររំលោភមួយដែលគេប្រើរយៈពេល2ថ្ងៃចា៎ដែលយើងពេលដែលយើងបើកមកគឺវាមានរូបរាងបែបនេះចា៎ថ្ងៃទី1លេខ1គ្រាប់ថ្ងៃទី2សល់4គ្រាប់ចា៎បើយើងលេខម៉ោង10ព្រឹកស្អែកឡើងគឺយើងត្រូវសល់ម៉ោង10ព្រឹកចា៎ពេលសល់ហើយយើងត្រូវគេងកន្លះម៉ោងទៅ1ម៉ោងទៅក្នុងកំណង4ទៅ6ម៉ោងក្រោយគឺវានឹងធ្លាក់ឈាមធ្លាក់ជាកាកូនហើយចាអញ្ចឹងត្រូវតាមដានចាចុះបើសិនជាពេលដែលយើងប្រើប្រាស់ថ្នាំរំលោភហ្នឹងយើងញ៉ាំតាពាំងសួរថាតើវាសាមអត់ទេគ្រូចាព្រោះអីខ្ញុំលើកគេនិយាយថាតាពាំងពេលញ៉ាំទៅថ្នាំខ្លះប្រើទៅវាសាបអីចឹងណាចាដូចអ្នកអីមានបញ្ហារោគស្ត្រីមានបញ្ហាអីចឹងធ្លាក់សធ្លាក់អីវិញគេឲ្យញ៉ាំហ្មងអ្នកគ្រូចឹងចុះថ្នាំរំលោភតែមានប៉ះពាល់អីអត់មានសាបថ្នាំលេបទៅវាអត់ធ្លាក់ព្រោះប្រើទៅមិនជោគជ័យអីអត់អ្នកគ្រូចាចង់ដឹងអត់បើចង់ដឹងកុំភ្លេចមើលចប់ណាចាថ្ងៃអញ្ចឹងតើតើទៅនឹងឱសថរំលោភចំពោះការញ៉ាំទំពាំងនេះគឺអត់មានបញ្ហាអីទេចាគឺយើងអាចញ៉ាំបានធម្មតាអញ្ចឹងអត់អាចមកថាអូយត្រូវឈប់ត្រូវអីគឺអីទេគឺអាចញ៉ាំបានគេតិច